បាទសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរវីដេអូបែប AI generate ចឹងវីដេអូនេះខ្ញុំបានបង្ហាញអំពីយន្តបុរាណមួយដែលបានពីគ្រូដើមចេញពីខេត្តទឹកដីខេត្តបាត់ដំបងចឹងយន្តនេះដែរយកទៅសាក់នៅក្រោយខ្នងប្រើបានពេលសឹកសង្គ្រាមយន្តនេះមានអ្នកទៅធ្វើសង្គ្រាមជាមួយខ្មែរក្រហមចំនួន100នាក់ប៉ុន្តែត្រឡប់មកអ្នកដែលមានជីវិតគឺដោយសារតែយន្តនឹងឯងចឹងហើយខ្ញុំមិនបានប្រាប់ឲ្យបានក្បោះក្បាយទេក្នុងវីដេអូខ្លីនេះគ្រាន់តែមានជារូបភាពឲ្យពុកម៉ែបងប្អូនបានមើលបានទស្សនាតែប៉ុណ្ណឹង